Hello សួស្តីបងប្អូនទាំងអស់គ្នាមកជួបខ្ញុំទៀតហើយចាទីទៅខ្ញុំភាគច្រើនខ្ញុំច្រើនចេញជាវីដេអូខេសមួយនេះគឺជាខេសកាយចិញ្ចើមដែលធ្លាប់ធ្វើរួចហើយទីមួយគឺត្រង់ទ្រីចិញ្ចើមហ្នឹងគឺធំពេកហើយក៏ធ្លាប់លុបថែមទៀតហើយបងអាចមើលបានចាំគឺខ្មៅបាយខៀវតែម្ដងនេះខ្ញុំបិទថ្នាំស្ពឹកណាពេលដែលយើងបិទស្ពឹកទៅមើលទៅរៀងស្លេកបន្តិចប៉ុន្តែពេលតែអត់តន់ប្រើស្ពឹកហ្នឹងគឺថាខ្មៅហើយខៀវខ្លាំងមែនតែនចឹងគឺគាត់មកទទួលសេវាកម្មក្នុងការបាញ់ចាក្នុងការបាញ់ដើម្បីកែតម្រង់ថ្មីប៉ុន្តែបញ្ជាក់បងចាសម្រាប់ចាំដែលខ្មៅដុតខ្លាំងបាយខៀវបែបនេះអត់អាចកែបាញ់ភ្លាមបានទេចឹងតបបងធ្វើអ្វីតាមជាងណែនាំហើយបងត្រូវចាំថាចាំបងបើសិនជាមានការខូចហើយបងកុំប្រញាប់ស្អាតលឿនមានន័យថាយើងត្រូវទ្រាំទទួលយកយើងបាញ់មិនបាញ់តែម្ដងហើយលុបស្អាតទេបងទាំងអស់គ្នាព្រោះការបាញ់របស់ខ្ញុំអត់បខំភ្ញៀវឲ្យពេលបាញ់ទៅឲ្យឆេះរោមឲ្យឡោកស្បែកឲ្យស៊ីស្បែកអីគឺអត់មានទេគឺយើងបាញ់យកតាមដំណាក់កាលស្រូបពណ៌ទៅតាមដំណាក់កាលនៃទម្រង់ចិញ្ចើមរបស់បងទាំងអស់គ្នាដើម្បីឲ្យបងទទួលបានចិញ្ចើមមួយគូនេះឲ្យមកមើលឃើញភាពស្រស់ស្អាតមកវិញមិនថារាងចិញ្ចើមឬក៏ពណ៌ចិញ្ចើមដូចជាខេសចិញ្ចើមមួយនេះដែរគឺធំហើយបែកខៀវអញ្ចឹងគឺយើងត្រូវការបាញ់ដើម្បីកែតម្រង់ថ្មីតែដើម្បីបានតម្រង់ថ្មីដ៏ស្រស់ស្អាតគឺយើងត្រូវការបាញ់លុបសិនហើយមិនបាញ់តែម្ដងនឹងគឺលុបណាបងប្អូនទាំងអស់គ្នាសូមបញ្ជាក់ចាគឺតាមដំណាក់កាលដូចបងគឺគាត់មកទទួលសេវាកម្មបាញ់ជាកញ្ចប់ចាបាញ់ជាកញ្ចប់គឺយើងក្នុងមួយខែយើងធ្វើការបាញ់ម្ដងអត់អាចឲ្យលឿនបានទេខ្ញុំហ៊ាននិយាយ 100% ហ្មងគឺចិញ្ចើមបាយខៀវធំបែបនេះអត់អាចធ្វើភ្លាមស្អាតភ្លាមបានទេអត់អាចបាញ់ភ្លាមចង់លុបភ្លាមបានទេចិញ្ចើមដែលដិតខ្មៅខៀវបែបនេះចាហើយក៏ខ្ញុំអត់អាចប្រើក្នុងការបាញ់ឡាសែនដើម្បីឲ្យបងទទួលបានផលលឿនដោយបាញ់ដោយឆេះរោមឬក៏បាញ់ដោយមានកំមគឺអត់ក៏ខ្ញុំអត់ប្រើឲ្យបងដែរជំរឿដ៏ល្អបំផុតគឺស្រូបតែពណ៌ចិញ្ចើមការបាញ់ឡាសែនៅកន្លែងខ្ញុំគឺស្រូបតែពណ៌ចិញ្ចើមទេរោមចិញ្ចើមក៏អត់មានឆេះដែរបងទាំងអស់គ្នាបងអាចមើលបានហើយជីទូទៅគឺខ្ញុំជួបខេសបែបនេះគឺច្រើនខ្លាំងមែនតើអញ្ចឹងបងដែលមានចិញ្ចើមដែលកំពុងតែខ្មៅដុតបែកខៀវបែបនេះចង់កែតម្រង់ចិញ្ចើមចង់បាញ់ដកពណ៌ចាបងអាចតាក់ទងខ្ញុំបានហើយតម្លៃគឺខ្ញុំពិសេសជូនបងខ្លាំងមែនតើគឺខ្ញុំមានប្រូម៉ូសិនជូនបងក៏ចប់3ដងគឺតម្លៃសមរម្យដែរមិននឹកស្មានដល់អញ្ចឹងបងចង់ដឹងតម្លៃកាន់តែច្បាស់អាចឆាតឬក៏ inbox មកខ្ញុំបន្តបានណាខ្ញុំហ៊ាននិយាយថាពេលដែលបងឮតម្លៃនឹងហើយគឺបងមានអារម្មណ៍ថា surprise ជាមួយនឹងតម្លៃហើយវាស័ក្តិសមជាមួយនឹងការបងសម្រាប់ចិត្តមកធ្វើការបាញ់ដកពណ៌ឬក៏លុបចិញ្ចើមដើម្បីទទួលបានតម្រង់ថ្មីដ៏ស្រស់ស្អាតនៅលើផ្ទៃមុខអញ្ចឹងបងដែលមានចិញ្ចើមដិតខ្មៅកុំភ្លេចណាមកឲ្យលឿនកុំគិតយូរព្រោះយើងមិនធ្វើឲ្យថ្ងៃហ្នឹងស្អាតថ្ងៃហ្នឹងទេគឺយើងធ្វើតាមដំណាក់កាលដើម្បីទទួលបានចិញ្ចើមមួយគូដ៏ស្រស់ស្អាតអរគុណច្រើន